សេដ្ឋកិច្ចច្នៃប្រឌិតបានបង្កើតការងារជិត50លានកន្លែងនៅទូទាំងពិភពលោកក្នុងអំឡុងឆ្នាំ2023ច្រើនជាងឧស្សាហកម្មបែបប្រពៃណីភាគច្រើនដែលអ្នកដឹងទេថាជំនាញនៃការច្នៃប្រឌិតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍលឿនបំផុតក្នុងពិភពលោកអ្នកសិល្បៈអ្នករចនាម៉ូដអ្នកបង្កើតហ្គេមស្ថាបត្យករនិងអ្នកបង្កើតមាតិកាតាមបណ្ដាញសង្គមមិនគ្រាន់តែជាអ្នកបង្កើតស្នាដៃនោះទេពួកគេជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចច្នៃប្រឌិតភាសាអង់គ្លេសហៅថា Creative Economy ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សយ៉ាងណាមិញមានចំណុច3សំខាន់ដែលត្រូវដឹងអំពីសេដ្ឋកិច្ចច្នៃប្រឌិតចំណុចទី1ការជះឥទ្ធិពលសេដ្ឋកិច្ចដ៏មហាសាលវិស័យនេះបានបង្កើតការងារជិត50លានកន្លែងនៅទូទាំងពិភពលោកច្រើនជាងឧស្សាហកម្មបែបប្រពៃណីភាគច្រើននិងរួមចំណែក 3.1% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកចំណុចទី2ជំរុញកំណើនសេដ្ឋកិច្ចវាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ 10% នៃផលិតផលក្នុងស្រុកសរុបជាសកលនៅត្រឹមឆ្នាំ2030ដែលធ្វើឲ្យវាក្លាយទៅជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយនៅថ្ងៃអនាគតរីឯចំណុចទី3នោះគឺអនាគតត្រូវពឹងផ្អែកទៅលើកម្លាំងយុវជនវិស័យនេះកំពុងទាក់ទាញកម្លាំងនិងចំណាប់អារម្មណ៍របស់យុវជនយ៉ាងខ្លាំងដែលភាគច្រើនមានអាយុក្រោម30ឆ្នាំហើយថាតើអ្វីទៅជាសេដ្ឋកិច្ចច្នៃប្រឌិតនេះបាននិយាយឲ្យសាមញ្ញទៅសេដ្ឋកិច្ចច្នៃប្រឌិតគឺរាល់សកម្មភាពសេដ្ឋកិច្ចដែលប្រែក្លាយការស្រមើស្រមៃចំណេះដឹងនិងភាពច្នៃប្រឌិតឲ្យទៅជាទំនិញនិងសេវាកម្មដែលមានតម្លៃវាជាវិស័យដែលពឹងផ្អែកទៅលើតម្លៃនៃការច្នៃប្រឌិតដូចជាសិល្បៈការរចនាកម្មវិធីទូរស័ព្ទកុំព្យូទ័រនិងប្រព័ន្ធផ្សព្វផ្សាយជាដើមជារឿយៗសេដ្ឋកិច្ចច្នៃប្រឌិតក៏មានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងវិស័យសេដ្ឋកិច្ចប្រពៃណីឬការផលិតទំនិញនិងសេវាកម្មលើសពីប្រាក់ចំណូលវាក៏ជាអនាគតនៃការងារសេដ្ឋកិច្ចច្នៃប្រឌិតមិនត្រឹមតែជះឥទ្ធិពលទៅលើតួលេខសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាកំពុងផ្លាស់ប្ដូររបៀបដែលយើងធ្វើការនិងរស់នៅតាមរយៈការផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាវប្បធម៌និងសហគ្រិនភាពដែលវាកំពុងបង្កើតមុខរបរថ្មីៗចាប់ពីអ្នកដែលបង្កើតមាតិកាតាម YouTube, Facebook រហូតដល់ការងារជំនាញដូចជាស្ថាបត្យករដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបជាដើមវាជាកម្លាំងជំរុញនៅពីក្រោយការអភិវឌ្ឍក្នុងសម័យ Digital នេះតើអ្នកអាចស្ថិតនៅក្នុងចំណុចដែលបានរៀបរាប់ដូចខាងលើដែរឬទេសូមចំណាយពេលគិតអំពីជំនាញច្នៃប្រឌិតរបស់អ្នកដូចជាការសរសេរការរចនាការបង្កើតវីដេអូឬការសរសេរកូដជាដើមជំនាញទាំងនេះមិនមែនគ្រាន់តែជាការធ្វើតាមចំណង់ចំណូលចិត្តប៉ុណ្ណោះទេប៉ុន្តែវាជាប្រវត្តិកម្មដែលអាចប្រែក្លាយទៅជាប្រាក់ចំណូលបានសេដ្ឋកិច្ចច្នៃប្រឌិតចាប់ផ្ដើមពីគំនិតប៉ុន្តែវាបានរីកចម្រើនដោយសារសកម្មភាពរបស់អ្នកតែអ្នកកំពុងប្រើប្រាស់គំនិតច្នៃប្រឌិតរបស់អ្នកដើម្បីជំរុញតម្លៃសេដ្ឋកិច្ចច្នៃប្រឌិតក្នុងរូបភាពណាដែរសូមចែករំលែកនៅក្នុងមតិខាងក្រោម